នារសៀលថ្ងៃអង្គារ5កើតខែមិគសេឆ្នាំអសាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងអភិវឌ្ឍជនបទឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអនុញ្ញាតជូនលោកស្រី Yasmin Siddiqui នាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងសហការីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាកិច្ចចាប់ផ្ដើមឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនៅសេចក្តីអបអរសាទរចំពោះលោកស្រីដែលទទួលបាននូវការតែងតាំងជានាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅកម្ពុជានិងបានជម្រាបជូននៅប្រតិភូអំពីចក្ខុវិស័យនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដោយឆ្លៀសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបន្តវេនពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបិតាសន្តិភាពនៅកម្ពុជាដើម្បីសម្ដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍជនបទតាមរយៈចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌និងចីរភាពទាំងផ្នែកសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ដោយបានដាក់ចេញនៅកម្មវិធីអាទិភាពទាំង5ដែលធ្វើឲ្យតំបន់ជនបទមានសមាហរណកម្មមានការអភិវឌ្ឍឆាប់រហ័សនិងធានាបាននូវកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាពនិងមានសុខុមាលភាពតាមរយៈការអនុវត្តនៅកម្មវិធីអាទិភាពទាំង5នេះក្រសួងអភិវឌ្ឍជនបទក៏បានសម្រេចនៅសមិទ្ធផលជាច្រើនជូនដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយសមិទ្ធផលទាំងអស់នេះក៏មានការចូលរួមចំណែកដោយដៃគូអភិវឌ្ឍនានានៅក្នុងនោះដៃគូដ៏សំខាន់របស់ក្រសួងក៏រួមមានធនាគារអភិវឌ្ឍអាស៊ីផងដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍអាស៊ីនាពេលកន្លងមកនិងគម្រោងអភិវឌ្ឍផ្លូវជនបទចំនួន7គម្រោងដែលមានប្រវែងសរុប3000គីឡូម៉ែត្រនិងគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទព្រមទាំងគម្រោងផ្សេងទៀតដែលគ្រោងនឹងអនុវត្តនាពេលខាងមុខទន្ទឹមនឹងគ្នានោះផងដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការសំណូមពរចំពោះលោកស្រីនាយិកាពិនិត្យលើការបន្តគាំទ្រលើគម្រោងចំនួន2ដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ2026ដើម្បីឲ្យគម្រោងនេះអាចបន្តជួយដល់ការលើកកម្ពស់ការអភិវឌ្ឍលើវិស័យកសិកម្មធារាសាស្ត្រនិងភូមិគំរូដើម្បីបន្តលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាននិងជួយឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងបន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមកលោកស្រីនាយិកាធនាគារអភិវឌ្ឍអាស៊ីក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍជនបទដែលបានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍនៅកម្ពុជាមានការប្រែប្រួលយ៉ាងឆាប់រហ័សជាមួយគ្នានោះផងដែរលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយនិងមានអត្ថន័យរបស់ឯកឧត្តមរដ្ឋមន្ត្រីដោយតាមរយៈប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើឲ្យលោកស្រីទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀតលើវិស័យអភិវឌ្ឍជនបទនៅកម្ពុជាលោកស្រីក៏បានទទួលយកនៅសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីដើម្បីពិនិត្យបន្ថែមនិងបដិញ្ញាចិត្តនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងអភិវឌ្ឍជនបទឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតមុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះលោកស្រីនាយិកានិងសហការីដែលបានអញ្ជើញមកនាពេលនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនៅការសប្បាយរីករាយនិងថ្លែងអំណរគុណចំពោះលោកស្រីនាយិកាដែលបានទទួលយកនៅរាល់សំណូមពរនិងការបង្ហាញអំពីឆន្ទៈរបស់ធនាគារអភិវឌ្ឍអាស៊ីក្នុងការបដិញ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងអភិវឌ្ឍជនបទឲ្យកាន់តែរឹងមាំបន្ថែមទៀត